បាទសូមជម្រាបសួរពុកម៉ែបងប្អូនដែលមកទស្សនានៅវីដេអូរបស់ខ្ញុំបាទនេះគឺជាវីដេអូបន្តទៀតដែលខ្ញុំថតនៅក្រោមទឹកថតហាក់ដូចជាមានភាពភ័យខ្លាចផងខ្លាចរឿងអាសន្នខ្លាចក្រុមហ៊ុនឃើញចាប់បានញ័រថតថ្ងៃត្រង់លឿនពេកមើលមិនសូវឃើញច្បាស់ដឹងរកពេលណាទៅថតឲ្យបានអេមថតឲ្យតាមសម្រួលថតបណ្ដើភ័យខ្លាចបណ្ដើអញ្ចឹងមើលវីដេអូអត់ពេញអត់បានតាក់ទាញមើលចេះតែមើលថតចេះតែថតខ្លាចចេះតែខ្លាចធ្វើម៉េចឥឡូវបើថាដើម្បីមានវីដេអូផុសឡើងរាល់ថ្ងៃយ៉ាងណាក៏ដោយក៏លបថតតបានមួយវីដេអូដែរនេះនៅកំពុងឲ្យថតនៅក្បែរខាងមិនតន់ចុះទៅកដាលបងតែដឹងតែចុះទៅកដាលនោះដឹងថាញ័រហើយពីប្រុសស្រះនេះជ្រៅមិនបានរាក់ដូចគេទេងើបហើយថប់ឡើងលំច្បាស់ដែរតើបើថាកន្លែងណាទឹកធ្លាដឹងថាច្បាស់អញ្ចឹងស្អាតមកលយអរគុណពុកម៉ែបងប្អូនដែលបានទស្សនានៅវីដេអូរបស់ខ្ញុំសូមចុច Subscribe Like Share ខ្ញុំផងបាទ